ការធ្វើសង្គ្រាមតហេតុអីបានជាព្រះពុទ្ធជាម្ចាស់ទ្រង់មិនគាំទ្រការធ្វើសង្គ្រាមព្រោះមានហេតុធំ3ប្រការណាញោមណាទី1គឺខុសទៅនឹងសិលទី1តែម្ដងគឺបាណាតិបាតការសម្លាប់មនុស្សគឺមានបាបធ្ងន់ណាស់ញោមទោះបីជាក្នុងទួនាទីត្រូវសម្លាប់ក៏ដោយព្រោះការសម្លាប់រមែងមានកម្មដោយបពកម្មរបស់ព្រះសម្មាសម្ពុទ្ធដែលទ្រង់ធ្លាប់សម្លាប់បងប្អូនខ្លួនឯងណាញោមណាដោយសេចក្តីលោភណាអញ្ចឹងបន្ទាប់ពីអស់កាលនៃជាតិនោះទៅព្រះពោធិសត្វបានធ្លាក់នរកណាញោមសោយទុកទោសរាប់ពាន់ឆ្នាំពិតជាធ្ងន់ណាស់ញោមមិនធម្មតាទេការសម្លាប់ជីវិតរបស់គេហ្នឹងគឺកម្មមិនអាចសងបានទេញោមធូរស្រាលបានដោយអំណាចបុណ្យបារមីដោយព្រះពុទ្ធជាម្ចាស់អញ្ចឹងគឺត្រូវតែសងអ្វីត្បិតថាមិនអាចញ៉ាំងអត្តភាពនឹងឲ្យវាខ្សិនខ្សៃទៅពិតមែនពីព្រោះព្រះពុទ្ធជាម្ចាស់លោកទ្រង់អស់នៅកិលេសអាសវៈអស់ហើយប៉ុន្តែនៅកម្មដែលត្រូវសងអញ្ចឹងនៅក្នុងកម្មជាអកុសលរបស់ព្រះសម្មាសម្ពុទ្ធនឹងមានករណីច្រើនណាស់សូម្បីតែនៅពេលដែលទ្រង់ចិត្តចូលទីវង្គតក្នុងគណៈពេលដែលនិមន្តទៅក្នុងទីក្រុងកុសិនារាហ្នឹងឃ្លានទឹកណាឃ្លានទឹកជាពុនពេកស្រេកទឹកខ្លាំងប៉ុន្តែឲ្យព្រះអានន្ទនិមន្តទៅដងទឹកលើកណា2លើកទឹកហ្នឹងទឹកល្អរហូតដោយសារតែមានវងពាណិជ្ជករដែលជាអ្នកឈ្មួញហ្នឹងចំនួន500រទេសណាបកកាត់ដងស្ទឹងហ្នឹងធ្វើឲ្យទឹកហ្នឹងល្អព្រះអានន្ទអត់ហ៊ានដងទឹកហ្នឹងមកទេអត់ហ៊ានយកមកថ្វាយទេតែពុទ្ធលើកទី3มันទ្រង់សម្ដែងថាឲ្យទៅដួសទៅវានឹងថ្លាហើយទឹកហ្នឹងនោះឃើញទេញោមអាហ្នឹងគ្រាន់តែដេញគោកុំឲ្យបរិភោគកុំឲ្យទៅបរិភោគនៅទឹកល្អក់សោះហ្នឹងឯគោវាស្រេកព្រះពុទ្ធជាម្ចាស់ហ្នឹងទ្រង់កើតជាអ្នកកងវាលគោហ្នឹងមិនឲ្យគោហ្នឹងផឹកទឹកល្អក់ហ្នឹងឃើញកម្មឯងគ្រាន់តែប៉ុណ្្នឹងសោះធ្ងន់ធ្ងរណាអញ្ចឹងមិនធម្មតាទេញោមយើងបើសិនជាជិះបានជិះមនុស្សមានចិត្តដូចគ្នាយើងអាចប្រើសន្តិវិធីបានណាញោមណាអញ្ចឹងមិនចាំបាច់ទៅបន់ស្រន់ទេញោមអីមិនបាច់ទៅណាទៅរកគ្រូទាយដើម្បីលុបបំបត្តិកម្មហ្នឹងទេតែកម្មនឹងវាកើតវាត្រូវតែកើតទេគ្រូទាយក៏មិនអាចជួយបានដែរតែដល់ថ្ងៃហើយដឹងតែទទួលហើយបើមិនផ្លូវនេះក៏ផ្លូវនោះដែរណាញោមណានៅក្នុងពុទ្ធប្រវត្តិឬក៏ប្រវត្តិសាស្ត្រព្រះពុទ្ធសាសនាគ្មានបុគ្គលណាប៉ះពាល់ព្រះសម្មាសម្ពុទ្ធបានទេមានតែទេវទត្តមួយអង្គគត់ដែលអាចធ្វើឲ្យទ្រង់ហូរលិខិតបានណាញោមអានោះដោយសារអំណាចនៃកម្មទើបធ្វើបានចឹងរឿងហ្នឹងមានសម្ដែងនៅក្នុងចលហង្សជាដកបត្រៃវិដកភាគទី27បាទនឹងមានចារនៅក្នុងអបទានបត្រៃវិដកភាគទី32នឹងមាននៅក្នុងអត្ថកថាធម្មបទភាគ4ណាញោមណាដោយហេតុហ្នឹងហើយទើបព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាវេមាតុភិតរੰពពេធនៈហេតុហនឹងអហੰបខេបង្ករិទុក្ខេសុសិលាយៈចៈអបង្សយឹងកាលភពមុនតថាគតសម្រាប់បងប្រុសម្នាក់មានមេដាផ្សេងគ្នាណាព្រោះហេតុនៃទ្របបោះចូលទៅក្នុងជ្រោះហើយប៉ះនឹងដុំថ្មទេអ្នកកម្មវិបាកេអ្នកទេវតតោសិលង្ខិបិអង្គុទ្ថੰបង្សុបាទេមៈបាសានៈសក្ការៈដោយវិបាកនៃកម្មនោះទេវទត្តបានប្រមៀលដុំថ្មមកប៉ះអង្គុទ្ថបាទមេជើងណាញោមណានៃតថាគតដូច្នេះសាធុជនអ្នកមានចិត្តជាសប្បុរសទាំងឡាយគួរមានចិត្តខ្លាចបាបកម្មរងចាំបុគ្គលនោះជានិច្ចគ្រាន់តែយូរនឹងឆាប់អាស្រ័យគ្រាប់ពូជដែលបុគ្គលនោះដាំតែប៉ុណ្ណោះសូមអនុមោទនា